សួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងមកបន្តមេរៀនយើងទៀតដែលមេរៀនយើងគឺមេរៀនទី1ចំនួនគុណអញ្ចឹងកាលពីថ្ងៃមុនយើងបានបញ្ចប់នៅចំណុចទី2រួចហើយអញ្ចឹងក្នុងហ្នឹងក៏មានកិច្ចការផ្ទះមួយសម្រាប់យើងដែរតើឥឡូវយើងមកមើលកំណែកិច្ចការផ្ទះទាំងអស់គ្នាកិច្ចការផ្ទះប្រធានដែលគេឲ្យមកគឺថាចូលកំណត់ផ្នែកនៃបន្ទាត់ចំនួនដែលមានចំណុចតាំងចំនួនគុណតូចជាង19ហើយធំជាង8អញ្ចឹងត្រង់នេះក៏យើងអាចទៅសេឲ្យស្រួលមើលគឺ8គេ8តូចជាងឥឡូវចំនួនដែលយើងត្រូវរកយើងតាំងវាដោយ x ចុះតូចជាង x ហើយ x ធំហើយ x តូចជាង19អញ្ចឹងយើងទៅសេបាន8តូចជាង x x តូចជាង19តន់ថងហ្នឹងឬក៏យើងអាចទៅសេថា19ធំជាង x x ធំជាង8តាមប្រធានគេក៏បានតែគ្រាន់ថាវារញ៉េរញ៉ៃនៅពេលដែលយើងសង់បន្ទាត់ចំនួនបាទអញ្ចឹងដើម្បីធ្វើបានយើងត្រូវតែសង់បន្ទាត់ចំនួនមកនេះគឺបន្ទាត់ចំនួនអូខេអញ្ចឹងឥឡូវយើងមើលទាំងអស់គ្នា8តូចជាង x អូខេ8តូចជាង x អញ្ចឹងមានថា x ធំជាង8អញ្ចឹងបើធំជាង8យើងយកចាប់ពីលេខ9ទៅហេតុអីក៏យើងអត់យក8ដោយសារតែសញ្ញានេះវាអត់មានសញ្ញាស្មើបើសិនជា x ធំជាងឬស្មើ8អានឹងយើងយក8តែបើអត់មានសញ្ញាស្មើទេ8យើងអត់យកទេតែយើងយកអាធំជាង8គឺលេខ9ហើយ x ហ្នឹងតូចជាង19ចឹង19យើងយកគឺអត់យកទេnênយើងយកចាប់ពី18មកអញ្ចឹងចន្លោះដែលជាចម្លើយគឺ9 10 11 12 13 14 15 16 17 18ឥឡូវយើងមើលចម្លើយទាំងអស់គ្នាដូចនេះ19ធំជាង x x ធំជាង8ឬក៏8តូចជាង x x តូចជាង19នេះគឺជាចម្លើយមានប៉ុន្មានខ្ទង់2 4 6 8 10នេះចម្លើយវាគឺ10មានន័យដេញពីលេខ9រហូតដល់លេខ18អញ្ចឹងនៅក្នុងចន្លោះពី8ទៅ19 x គឺមានលេខប៉ុណ្ណឹងតន់បាទអញ្ចឹងមុននឹងចូលដល់ចំណុចទី3ក៏យើងមិនភ្លេចរំលឹកមេរៀនយើងដែរបាទអញ្ចឹងគេថាចំនួនគុតដែលស្ថិតនៅខាងស្ដាំធំជាងចំនួនគុតដែលស្ថិតនៅខាងឆ្វេងហើយចំនួនគុតដែលស្ថិតនៅខាងឆ្វេងតូចជាងចំនួនគុតដែលស្ថិតនៅខាងស្ដាំឧទាហរណ៍ខ្ញុំមានលេខ14អញ្ចឹងនៅខាងស្ដាំលេខ14គឺលេខ15ដែលធំជាងលេខ14ហើយនៅខាងឆ្វេងលេខ14គឺលេខ13ដែលតូចជាងលេខ14តើអត់ណាបើយើងសេសញ្ញាគឺបែបនេះអូខេចឹងយល់ហើយណាអានេះគ្រាន់តែជាការរំលឹកមេរៀនដែលយើងរៀនកាលពីថ្ងៃមុនតទៀតអញ្ចឹងមុននឹងចូលដល់មេរៀនបន្ទាប់និយាយតាក់ទងជាមួយនឹងវត្ថុបំណងទីសិនបាទនៅក្នុងវត្ថុបំណងនេះតាមពិតក្តោបរួមពីចំណុចទី3និងចំណុចទី4ប៉ុន្តែដោយសារតែកុំឲ្យរយៈពេលវាយូរសូមបន្សំជាមួយចំណុចទី3សិនបាទអញ្ចឹងចំណេះដឹងដែលយើងទទួលបាននៅចំណុចនេះគឺមានន័យថាយើងអាចធ្វើប្រមាណវិធីបូកដកលើចំនួនគុតតាមរយៈការពិភាក្សាដល់ពេលបំណិនវិញគឺយើងអាចញែកចំនួនគុតគូនិងចំនួនគុតសេសរៀបលេខឆ្លាស់នេះចំណុចទី3ដែលយើងត្រូវរៀននៅថ្ងៃហ្នឹងដល់ពេលអរិយាប័ត្រសហការពិភាក្សាដោះស្រាយបញ្ហាដោយធ្វើប្រមាណវិធីបូកនិងដកតើកុំឲ្យខាតពេលយើងចូលដល់ចំណុចទី3ចំណុចទី3តាក់ទងជាមួយនឹងចំនួនគុតគូនិងចំនួនគុតសេសជាចំនួនគុតយើងដឹងហើយគឺជាលេខដែលចេញចាប់ពីលេខ0ទៅរហូតអញ្ចឹងមុននឹងយើងចូលយើងមើលជាទូទៅចំនួនគុតគូជាចំនួនគុតដែលចែកដាច់នឹង2ចំនួនគុតសេសគឺជាចំនួនគុតដែលចែកមិនដាច់នឹង2មានន័យថាគ្រប់ចំនួនដែលចែកដាច់នឹង2សុទ្ធតែជាចំនួនគុតគូទាំងអស់ប៉ុន្តែចំនួនដែលចែកមិនដាច់នឹង2វាមិនមែនជាចំនួនគុតគូទេតែវាជាចំនួនគុតសេសឥឡូវយើងមើលឧទាហរណ៍ទី1ចំនួនគុត2 4 6 8គេថាវាជាចំនួនគុតគូព្រោះវាចែកដាច់នឹង2តោះនេះអញ្ចឹងយើងបាន2 4 6 8ហ្នឹងវាចែកដាច់នឹង2អញ្ចឹងគេហៅវាថាជាចំនួនគុតគូនេះជាចំនួនគុតគូ
ដល់ពេល1 3 5 7វាចែកអត់ដាច់នឹង2ទេសាកចែកឡងមើល1ចែកនឹង2ដាច់អត់ដាច់ទេមានន័យថាវាជាចេញមកគឺទស្សភាពអញ្ចឹងវាចែកអត់ដាច់ទេអញ្ចឹងគេហៅវាថាជាចំនួនគុតសេសជាចំនួនគុតសេសតន់អូខេបើតន់ហើយយើងបន្តទៅមើលលំហាត់គំរូចូលរកគ្រប់ចំនួនគុតគូណែចំនួនគុតគូនៅចន្លោះ20ដល់43អញ្ចឹងបើគេថាចន្លោះ20ដល់43អញ្ចឹងមានថា20យើងយកអត់យកទេ43យើងយកអត់យកទេមានន័យថាចាប់ពី21រហូតដល់42ថានៅ21 42ណាមានចំនួនគុតគូប៉ុន្មានខ្ទង់ឬក៏មានចំនួនគុតគូប៉ុន្មានលេខអូខេអញ្ចឹងកាត់លេខមើលមានប៉ុន្មានយើងគិតមើល20យើងអត់យកទេ20ក៏លេខគុតគូដែរតែយើងអត់យកទេមានណាចន្លោះហ្នឹងអញ្ចឹង21គាត់ស្អាតយកឯង22 24 26ណានទៀត28 30 32 34 36 38 42ប៉ុណ្ណឹងឥឡូវយើងមើលចម្លើយនេះចំនួនគុតគូនៅចន្លោះ20និង43គឺ22 24ដូចដែលនិយាយគ្នាបាញ់មិញហ្នឹងគឺមានន័យថា20ក៏គូដែរតែកាត់យកទេដោយសារតែគេចង់បាននៅចន្លោះហ្នឹងដូច43កាត់យកមកទេគឺគេចង់បានចន្លោះហ្នឹងគឺ42អូខេតោះណាណោះអញ្ចឹងសង្ឃឹមតែយល់ត្រង់ចំណុចហ្នឹងឥឡូវយើងចូលដល់ចំណុចពង្រឹងពុទ្ធិមានន័យថានេះគឺសម្រាប់យើងដោះស្រាយដោយខ្លួនឯងតោះមើលប្រធានចូលរកគ្រប់ចំនួនគុតសេស n ដែល84តូចជាង n តូចជាង99អញ្ចឹងគេចង់បានថាតើនៅចន្លោះនេះ n នេះមានតម្លៃលេខប្រមាណខ្លះដែលជាចំនួនគុតសេសអញ្ចឹងលំហាត់គំរូគេរកគុតគូអញ្ចឹងអានេះគឺគេរកគុតសេសឥឡូវ84យកអត់ប្រកបណាគឺអត់យកទេ99ក៏អត់យកដែរតែគេចង់ដឹងថាតើចន្លោះហ្នឹងមានចំនួនគុតសេសប្រមាណអញ្ចឹងទុកពេលឲ្យរ1នាទីគិតមើលទៅ1នាទីសម្រាប់យើងអូខេ1នាទីបានកន្លងផុតទៅអញ្ចឹងសង្ឃឹមថាបងប្អូនធ្វើហើយទាំងអស់គ្នាឥឡូវយើងមកមើលចម្លើយទាំងអស់គ្នាថាតើនៅចន្លោះ84ដល់99មានចំនួនគុតសេសប៉ុន្មានលេខអ្វីខ្លះអូខេចំនួនគុតសេសនៅចន្លោះ84និង99មាន85 87 89 91 93 95 97គឺមានប្រមាណគឺ7ខ្ទង់បាទឬក៏7តួអញ្ចឹងទៅអូខេអញ្ចឹងសង្ឃឹមថាបងប្អូនអាចនឹងយល់មានន័យថាចន្លោះ84ដល់99គឺចំនួនគុតសេស
តិចច្រឡំយកចំនួនគត់គូមកអត់ទេណាព្រោះឯប្រធានគេឲ្យរកចំនួនគត់សេះចុះបើសិនជាគេឲ្យរកចំនួនគត់គូវិញមានន័យខ្លះ84យើងអត់យកទេព្រោះនៅចន្លោះហ្នឹង85ក៏អត់យកដែរព្រោះវាជាគត់សេះ86អានេះបើសិនជាគេឲ្យរកចំនួនគត់គូ86 88កៅគត់92 94 96 98ត្រឹមហ្នឹងតោះហើយក៏មិនភ្លេចដែរចុងបញ្ចប់នៃមេរៀនក៏មានកិច្ចការផ្ទះសម្រាប់បងប្អូនយកទៅធ្វើបន្តទៀតកិច្ចការផ្ទះចូលរកគ្រប់ចំនួនគត់គូ n ដែលនៅចន្លោះរវាង72និងកៅគត់72យើងអត់យកទេកៅគត់ក៏យើងអត់យកដែរមានន័យថាចន្លោះ n នេះយើងរកវាមកថាតើគេតើ n នឹងមានប្រមាណមានន័យចំនួនគត់គូរកមកអូខេអញ្ចឹងចាំជួបគ្នានៅពេលក្រោយបន្តទៀតអញ្ចឹងមេរៀននឹងមានតែប៉ុណ្្នឹងសូមអរគុណសម្រាប់ការចូលរួមទស្សនា